សួស្តីអ្នកទាំងអស់គ្នាហ្នឹងហើយថ្ងៃហ្នឹងខ្ញុំនឹងមកបង្ហាញអ្នកទាំងអស់គ្នាពីរបៀបបង់ពន្ធផ្ទះតាម app ពន្ធដាដែលដំបូងឡើយយើងត្រូវមាន app ពន្ធដាជាមុនសិនហើយយើងចូលក្នុង app ហ្នឹងមកអានេះដោយសារខ្ញុំមាន account ស្រាប់អញ្ចឹងខ្ញុំវាយទៅ password ទៅគឺវាចូលអូតូហើយយើងយកពាក្យបង់ពន្ធលើអចលនទ្រព្យមកបន្ទាប់មកនេះគឺជាផ្ទះលេខផ្ទះចាស់មួយទៀតដែលខ្ញុំធ្លាប់បង់ប៉ុន្តែដោយសារខ្ញុំចង់បង្ហាញអ្នកនរគ្នាអញ្ចឹងខ្ញុំត្រូវ add ថ្មីដើម្បីឲ្យអ្នកទាំងគ្នាមើលដំបូងឡើយយើងចូលមកក្នុងកន្លែង add new ហ្នឹងមកបន្ទាប់មកយើងវាយពាក្យ pin ដែលវានៅលើกระดาษចាស់របស់យើងដែលយើងធ្លាប់បង់ពីមុនណាกระดาษចាស់ហ្នឹងគឺវានៅខាងលើលេខវាមានផ្ដើមក្បាលពីអក្សរ PIN បន្ទាប់មកលេខកូដហើយពេលដែលយើងពេញហើយយើងដាក់តែលេខទូរស័ព្ទយើងបន្តទៀតមកយើងអាចlog in ចូលយើងអាច add អាហ្នឹងចូលបានហើយអញ្ចឹងអានេះគឺគេឲ្យយើងផ្ទៀងផ្ទាត់មួយលេខទូរស័ព្ទដែលយើងបានពេញហ្នឹងណាអញ្ចឹងយើងបំពេញលេខទូរស័ព្ទហ្នឹងហើយវានឹងចេញព័ត៌មានផ្ទះរបស់យើងមកឲ្យយើងមើលហើយអញ្ចឹងអានេះគឺផ្ទះរបស់ខ្ញុំដែលខ្ញុំត្រូវបង់បន្ទាប់មកយើងយកពាក្យបន្ទាប់ទៀតមកនៅពេលបន្ទាប់ពាក្យវាយកពាក្យបន្ទាប់ទៀតហើយគឺវាចេញលេខផ្ទះដែលយើងចង់បង់ហ្នឹងហើយអញ្ចឹងនេះបានន័យថាផ្ទះហ្នឹងគឺខ្ញុំអត់ទាន់មានការទេដោយសារខ្ញុំកំពុងធ្វើប្លង់ណាតែយើងក៏អាចចូលបង់ពន្ធបានដែរអញ្ចឹងយើងយកពាក្យកន្លែងបង់ពន្ធហើយនេះគឺចំនួនទឹកប្រាក់ដែលខ្ញុំត្រូវបង់គឺ102,600បន្ទាប់មកអ្នកទាំងអស់គ្នាអាចចូលយកពាក្យបង់ប្រាក់ពន្ធមកបន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែរើសធនាគារណាដែលយើងចង់បង់ពន្ធជាមួយ app ពន្ធដាហ្នឹងពេលដែលយើងយកអា app ហ្នឹងហើយយកធនាគារដែលយើងបានជ្រើសរើសហើយវាគឺជាការរួចរាល់ហើយអញ្ចឹងនេះគឺជាការបង់ពន្ធដែលខ្ញុំបានបង់ហើយអូខេអញ្ចឹងការបង់ពន្ធគឺបានជោគជ័យហើយអញ្ចឹងបើអ្នកទាំងអស់គ្នាចង់ចូលមើលម្ដងទៀតក៏បានដែរគឺយើងអាចចូលទៅក្នុង app ហ្នឹងដដែលទៅហើយយើងយកពាក្យកន្លែងបង់ពន្ធហ្នឹងទៅគឺយើងមើលនៅលើអាកន្លែងផ្ទះយើងហ្នឹងគឺគេដាក់គ្មានតិន័យអញ្ចឹងបានន័យថាយើងបានបង់ពន្ធនៅឆ្នាំហ្នឹងហើយមួយទៀតគឺគេអាចនឹងផ្ញើអ៊ីមែលមកឲ្យយើងហ្មងដើម្បីផ្ទៀងផ្ទាត់กระดาษដែលយើងបានបង់ពន្ធហ្នឹងគឺគេ send ជា mail ឲ្យហ្មងហើយនេះគឺជាกระดาษពន្ធដែលយើងបានបង់ហើយដែលគេ send mail មកហ្នឹងយើងអាច screenshot ទុកឬក៏ save ទុកទៅហើយយើងអាច print ជាกระดาษបានអញ្ចឹងការបង់ផ្ទះគឺវាមានតែប៉ុណ្្នឹងទេបើអ្នកទាំងអស់គ្នាមានចម្ងល់អាចឆាតសួរនៅខាងក្រោមបានអរគុណ